ព្រៃខ្លាដែលសម្លាប់មនុស្ស436នាក់នៅឥណ្ឌានិងអ្នកទាំងនេះនេះគឺជាខ្លាបិសាចនៅតំបន់ឈិមប្រវត្តិប្រទេសឥណ្ឌាដែលជាសត្វខ្លាសម្លាប់មនុស្សច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រហើយគេបានហៅវាថា Demon Tiger of ឈិមប្រវត្តិឬក៏ខ្លាបិសាចនៅតំបន់ឈិមប្រវត្តិនឹងឯងរឿងរ៉ាវរបស់ព្រៃខ្លានេះគឺចាប់ផ្ដើមដំបូងអំឡុងឆ្នាំ1890នៅក្នុងទឹកដីនៃប្រទេសនេប៉ាល់ជាប់ព្រំប្រទល់ជាមួយតំបន់ឈិមប្រវត្តិនៃប្រទេសឥណ្ឌាមនុស្សនៅតំបន់នោះចាប់ផ្ដើមអស់ឆោឡបន្ទាប់ពីមានការបាត់ខ្លួនមនុស្សអស់ជាច្រើនអ្នកហើយមនុស្សភាគច្រើនដែលបានបាត់ខ្លួនគឺជាកូនក្មេងស្ត្រីនិងអ្នកដែលទៅរករបស់ព្រៃបន្ទាប់ពីគេបានតាមដានអស់មួយរយៈទឹកគេដឹងថានោះគឺជាការវាយប្រហាររបស់សត្វខ្លាប៉ុន្តែគេបានគិតថាជាការវាយប្រហាររបស់វងខ្លាជាច្រើនក្បាលប៉ុន្តែតាមពិតគឺត្រឹមតែជាខ្លាញីមួយក្បាលប៉ុណ្ណោះទោះបីវាជាខ្លាញីត្រឹមតែមួយក្បាលពិតក៏មែនប៉ុន្តែវាមានភាពកាចសាហាវខុសពីខ្លាធម្មតានិងបន្តសម្លាប់មនុស្សអស់ជាច្រើនអ្នកហើយក៏មានព្រាមព្រៃជាមួយនឹងធានចូលទៅប្រមាញ់វាដែរតែចុងក្រោយអ្នកប្រមាញ់បានខ្លាយទៅជាចំណីរបស់វាគ្មានសូម្បីតែម្នាក់ដែលរស់រានត្រឡប់មកវិញមុននឹងវាចាក់ចេញពីទឹកដីប្រទេសនេប៉ាល់វាបានយកជីវិតប្រជាជននៅតំបន់នោះប្រមាណជា200នាក់ទៅវាមកដល់តំបន់ឈិមប្រវត្តិប្រទេសឥណ្ឌាគ្រាន់តែវាមកដល់ភ្លាមវាបានស្វាគមន៍មនុស្សនៅតំបន់ឈិមប្រវត្តិដោយយកជីវិតស្ត្រីម្នាក់ភ្លាមតែម្ដងមនុស្សនៅតំបន់ឈិមប្រវត្តិបានហៅវាថាព្រៃខ្លានៃឈិមប្រវត្តិរហូតមកដល់ឆ្នាំ1907វាបានយកជីវិតមនុស្សនៅតំបន់ឈិមប្រវត្តិប្រមាណជា235នាក់មុននឹងមានការអន្តរាគមន៍អំពីលោក Jim Corbett អ្នកជំនាញព្រៃឈើជាមួយនឹងសត្វព្រៃអំឡុងពេលលោក Jim Corbett តាមប្រមាញ់ព្រៃខ្លាមួយក្បាលហ្នឹងវាបានយកជីវិតក្មេងស្រីអាយុ16ឆ្នាំម្នាក់ទៀតបង្គ្រប់មនុស្ស436នាក់ប៉ុន្តែចុងក្រោយវានៅតែអស់ជីវិតក្រោមដៃលោក Jim Corbett ដដែលបន្ទាប់ពីលោក Jim Corbett បានពិនិត្យសាកសពព្រៃខ្លាមួយក្បាលហ្នឹងហើយក៏បានរកឃើញថាព្រៃខ្លាមួយក្បាលហ្នឹងគឺរងការវាយប្រហារអំពីមនុស្សជាច្រើនកន្លែងនិងជង្គង់ខាងស្ដាំរបស់វាទាំងលើទាំងក្រោមគឺបាត់បាក់ទាំងអស់ហើយក៏បានសង្កេតឃើញទៀតថាស្នាមជង្គង់ដែលបាត់បាក់ហ្នឹងគឺបណ្ដាលមកពីគ្រាប់កាំភ្លើងហើយក៏បានសន្មតមួយទៀតថាមនុស្សគឺបានវាយប្រហារទៅលើវាមុនទើបវាបកមកវាយប្រហារមកលើមនុស្សវិញជាការសងសឹកចុះអ្នកនរគ្នាគិតយ៉ាងម៉េចដែរខមមិននឹងក្រាបអ្នកមួយមកហើយ follow អ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីៗជួបគ្នានៅវីដេអូក្រោយ